ឆាជាមួយនឹងប្រូកូលីពណ៌ខៀវបងប្អូនចាការឆាជាមួយប្រូកូលីពណ៌ខៀវនេះបងប្អូនញ៉ាំហើយគឺជំនួយដល់សុខភាពយើងខ្លាំងមែនតើចាហើយថ្ងៃនេះគឺឆាជាមួយនឹងថ្លើមអញ្ចឹងណាបងប្អូនចារបៀបក្នុងការឆារបស់ខ្ញុំគឺឆាបែបងាយៗបងប្អូនចាដាក់ខ្លាញ់ចាដាក់ជាមួយនឹងខ្ទឹមចាបន្ទាប់មកយើងដាក់ថ្លើមឆាជាមួយនឹងថ្លើមរបស់យើងចាបងប្អូនសូមរីកខមមិនណាពេលដែលបងប្អូនឆាជាមួយនឹងថ្លើមបែបនេះបងប្អូនត្រូវតែទុករៀងយូរឆាឲ្យវាឆ្អិនខ្លាំងអញ្ចឹងណាចាដោយសារតកតងមួយថ្លើមយើងតែឆាអត់ស្រួលអាចនឹងមានបញ្ហាក្លិនឆ្អាបអីចឹងទៅចាតែនៅពេលដែលយើងលាងបងប្អូនលាងទឹកបងប្អូនអាចលាងជាមួយនឹងអំបិលចាទៅវាស្អាតអីចឹងទៅហើយមួយឆានេះមានស្ករមានប៊ីចេងមានទឹកត្រីមានប្រេងខ្យងនិយាយពីឆារឿងប្រេងខ្យងមួយខ្វះអត់បានទេតែតកតងមួយឆាជាមួយនឹងប្រូកូលីថ្ងៃនេះគឺខ្ញុំសូមដាក់ប្រេងខ្យងមកអត់សូវដាក់ច្រើននេះណាចាបន្ទាប់មកទៀតបងប្អូនចាពេលដែលយើងឆាបែបហ្នឹងឲ្យបងប្អូនទុកឲ្យរៀងយូរតិចមកចាឲ្យមើលទៅវាឆ្អិនភ្លក់ទៅឆ្ងាញ់តែម្ដងចាចាំបងប្អូនបដាក់បន្លែចូលហើយសម្រាប់បន្លែវិញគឺខ្ញុំប្រូកូលីរបស់យើងវិញខ្ញុំធ្វើការស្រោះតែម្ដងបងប្អូនចាតទៅមួយខាប្រូកូលីនេះដើម្បីឲ្យលឿនណាចាគឺខ្ញុំធ្វើការស្រោះនេះបងប្អូនគឺឆ្អិនស្រាប់អញ្ចឹងគ្រាន់តែដាក់បន្លែទៅគឺអូខេតែម្ដងចាអញ្ចឹងសម្រាប់ថ្លើមរបស់យើងចាខ្ញុំឆាឲ្យឆ្អិនខ្លាំងចាបន្ទាប់មកខ្ញុំដាក់ជាមួយនឹងប្រូកូលីចាដាក់មកប៉ុណ្ណេះគឺបងប្អូនអាចញ៉ាំបានតែម្ដងចាម្ហូបមុខនេះគឺអាចនិយាយបានថាជាម្ហូបម្ហូបដែរចំណាយលុយមិនសូវច្រើនអីទេបងប្អូនចាចំណាយលុយដូចខ្ញុំអញ្ចឹងខ្ញុំញ៉ាំ4នាក់នេះចំណាយលុយតែ10000រៀលទេបងប្អូនអាចធ្វើបានហើយមួយពេលអញ្ចឹងណាបងប្អូនចាអញ្ចឹងមួយពេលចំណាយ10000រៀល5000រៀល6000 7000 8000ចាអានេះគឺជាអ្វីដែលខ្ញុំធ្វើជាប្រចាំអញ្ចឹងណាបងប្អូនចាអញ្ចឹងនៅក្នុងគ្រួសារការចំណាយវាជារឿងមួយដ៏សំខាន់កាលណាយើងចេះទុកដាក់ក្នុងការចំណាយត្រឹមត្រូវចាធ្វើឲ្យជីវភាពគ្រួសាររបស់យើងវាល្អអីចឹងទៅចាបើមិនជាយើងទុកបាក់អត់បានសាច់លុយអត់បានត្រឹមត្រូវទេធ្វើឲ្យជីវភាពគ្រួសាររបស់យើងក៏អត់សូវល្អដែរចឹងណាបងប្អូនចាអញ្ចឹងហើយបងប្អូនអាចមកឆាជាមួយនឹងប្រូកូលីបានយំទៅម្ហូបប្រចាំថ្ងៃគឺយើងត្រូវតែមានជាមួយនឹងគ្រប់រសជាតិដើម្បីផ្ដល់ជាមួយនឹងប្រូតេអ៊ីនចានិងទៀតសាក់សៃ fiber និងសារធាតុសាច់អីផ្សេងៗដែលធ្វើឲ្យសុខភាពរបស់យើងកាន់តែល្អចាអញ្ចឹងសុខភាពជារឿងសំខាន់ខ្លាំងមែនតើ